ភាពជាមួយមិនដែរមើលទស្សនៈគ្នាព្រោះធ្វើដំណើរទៅហើយបាទជុំក្រុមការងារបេះដូងទឹកភ័ក្រគ្នាច្រើនដែរបាទចិត្ត50នាក់បន្តវិធ្វើដំណើរអស់មួយរយៈមកឥឡូវយើងមកចុះមកដល់កន្លែងសេះសមុទ្រហើយបាទដើរទៅកន្លែងសេះសមុទ្របាញ់ទឹកអសែនខ្ជីខ្ជូតបាទមកនឹងសេះសមុទ្រជាមួយនឹងធីមការងារយើងអញ្ចឹងណាទេសភាពដងភ្នំខេត្តកពតពេលថ្ងៃរៀបលិចយប់ឡើងជិះទូកមើលទឹករំទេសភាពពេលយប់នៅដងស្ទឹងខេត្តកពតឈៀលធីមការងារកន្លែងនេះគេវិចាំង 3D មើលតុក្កតាឆ្មាកណ្ដោពេលរាត្រីឯដងស្ទឹងខេត្តកពតពេលតមកយើងមើលនាឡិការមហាធំនៃទឹករំបាទគេសម្ដែង show តែនេះគេចង់វាយើងថតអត់តាន់បើក្តីតិចcái trong lấy về mà ngon àយើងដោយកូនគួរមិនគេមួយនេះបាទខ្ជិះខ្ជូតតែនតមកយើងធ្វើដំណើរមកដល់ទៅកំពូលភ្នំយីម៉ៅតែកន្លែងនេះអត់បានថតរូបសំណាក់យីម៉ៅទេបាទថតតែមិត្តភ័ក្តិនេះគឺជាទេសភាពចុះពីជើងភ្នំយីម៉ៅរូបស្នាក់តែយើងដើរមកហួយចុះទៅក្រោមវិញតែនឹងចំអីមេឃភ្លៀងថតសងសាដើរពីក្រោយចេះកន្លែងនេះគាត់ឃើញយើងមើលគាត់រត់មិនថតអូនចឹងថតអូនអត់ដឹងខ្លួនរត់ហើយមកដល់លេងមកច្រៀងក្រៅនេះទេសភាពទឹកធ្លាក់ឈូនៅខេត្តកពតជើងភ្នំហើយមើលទៅទេសភាពឲ្យ10/10ហើយក្រុមការងារមើលទឹកញ៉ាំពេលមើលទឹកស្ភាពស្អាតហើយកូនឡងនេះក៏ស្អាតដែរមានជើងព្រំបកោភ្លើងមកតយកគិសនីនោះហើយជាការអាមេរិកអីហ្នឹងអាមេរិកកាត់រ៉ែនមើលអត់ច្បាស់ដែរបន្ទាប់ពីចេញពីទឹកឈូមកឥឡូវមកដល់សមុទ្រខេត្តកពតបាទនេះ Frank Boy ក៏ដើរមើលទេសភាពចឹងណាជាក់មកសមុទ្រតែទឹកសមុទ្រនោះល្អមេឃភ្លៀងភាពមេឃភ្លៀងពណ៌ខ្មៅខ្យល់ជាក់មកសមុទ្រណាចង់ទៅលេងជុំគ្នាសប្បាយឥឡូវយើងធ្វើដំណើរទៅវិញវីដេអូយើងក៏បានឈានមកដល់ទីបញ្ចប់ Goodbye